បងប្អូនយើងជួយលើកទឹកចិត្តដល់កីឡាករខ្មែរម្នាក់មួយផងហើយមកមើលទម្រង់មៀតមុខមាត់ក្បាច់សាច់ឈាមនេះមើលទៅបានយើងប្រហែលប្រមាណបងប្អូនបាទស្អែកនេះប្រកួត5គូគុណខ្មែរ X knock out បងប្អូននេះគឺជាការ fake up ផ្លូវការតែម្ដងបាទរវាងអ្នកប្រដាល់គុណខ្មែរ5រូបដែលដឹកនាំដោយថោនបងប្អូនបាទឧបត្ថម្ភដោយខាងណាមកដឹងគឺ Gensberg បាននាំកីឡាករខ្មែរយើងមកប្រកួតនៅទឹកដីជប៉ុនទៀតហើយនេះគឺផានិតគុណខ្មែរហើយនេះគឺជាដៃគូរបស់គាត់បាទដៃគូផានិតគុណខ្មែរនិយាយទៅបើសាច់ហាក់ប្រហែលគ្នាគ្រាន់តែថាគេរីកខ្ពស់ជាងបន្តិចនេះដៃគូបងប្អូនទាវបាទហើយតាក់ទងដៃគូផានិតគុណខ្មែរមិញគឺយើងវាយ kick boxing បងប្អូនកងធំបាទហើយសម្រាប់ដៃគូរស្មីគុណខ្មែរបាទគឺយើងវាយកងចេញមករៀមបងប្អូនកងចេញមករៀម3ទឹកមើលទៅកម្ពស់ក៏រៀងខ្ពស់ជាងបងប្អូនទាវបន្តិចបាទមិនជាខ្ពស់ជាងប្រហែលទេហើយតាក់ទងនឹងគីឡូគឺថាស្មើច្រាញ់បងប្អូនស្មើគ្នាច្រាញ់នេះបងប្អូនទាវដែលប្រិមិត្តបានស្គាល់ថាជាអ្នកលេងស្នៀតទុនបក្រាបរឹងហើយកំពុងតែគេហៅថាមានឈ្មោះត្រៀមប៉ះជាមួយឌឹមសេរុំនាពេលខាងមុខបើមិនមានការប្រែប្រួលឥឡូវនេះបាទមក fake up ចិត្តកីឡាករជប៉ុនបាទឃើញថាខាងជប៉ុនរៀងខ្ពស់ជាងយើងបន្តិចគូនេះប្រកួតគីឡូ52បងប្អូនណាមិន53ទេបាទគឺវាយ52បាទមើលទៅខាងគេរៀងដៀងជាងយើងតិចបាទប៉ុន្តែយ៉ាងណាគឺគីឡូតាមការណាត់បងប្អូនរីឯម្នាក់នេះមិនមែនជាកីឡាការិនីជប៉ុនទេគឺរ៉ូស៊ីប៉ុន្តែគាត់វាយឆ្អែតហើយនៅខាងknock outនេះបាទប៉ះជាមួយកីឡាការិនីឆ្នើមរបស់យើងទូចច័ន្ទវតីវាយកងធំបងប្អូនណាវិញ្ញាសាគុណខ្មែរកងធំវិញ្ញាសាគុណខ្មែរមិនមែនកងទូចទេបាទគូនេះហើយកីឡាកររ៉ូស៊ីនេះហូបបាទកីឡាការិនីជប៉ុនច្រើនហើយឥឡូវមកមើលប៉ះជាមួយទូចច័ន្ទវតីវិញបាទអញ្ចឹងសរុបមកវិញវាយកងធំបើកែងធម្មតាព្រោះជាការប្រកួតបែបគុណខ្មែរហើយសម្រាប់ការប្រកួតទាំង5គូនេះប្រសិនបើខាងខ្មែរយើងឈ្នះចាប់ពី3ឡើងគឺទទួលបានទឹកប្រាក់1លានយេនបាទដែលស្មើប្រមាណ25លានរៀលនេះគឺដៃគូរបស់មាសប៊ុនថេនបាទកីឡាករជប៉ុនរូបនេះធ្លាប់ទៅប្រកួតនៅទឹកដីកម្ពុជាយើងម្ដងបាទកាលនោះគឺប៉ះជាមួយអាប្អូនកូរ៉ាម៉ាក់ច័ន្ទរាជបាទចាញ់កូរ៉ាម៉ាក់ច័ន្ទរាជហើយមាសប៊ុនថេននេះគឺជាការចេញលេងទឹកភ្លៀងដូចជាលើកដំបូងរបស់គាត់ហើយបងប្អូនមាសប៊ុនថេនត្រៀមខ្លួនមកល្អហើយក៏ជាការប្រកួតកងចេញមករៀមមាសប៊ុនថេនក៏គាត់ធ្លាប់ប្រកួតជារឿយៗដែរនៅស្រុកខ្មែរឃើញអាសាគាត់ប្រកួតនៅក្នុងកម្មវិធីកងចេញមករៀមសង្វៀនមូល Boostrong ណាបងប្អូនបាទអញ្ចឹងមកមើលខ្ពស់កពស់ដៃគូមាសប៊ុនថេនមើលបងប្អូនយ៉ាងណាដែរបាទគូនេះក៏មិនលើសមិនខ្វះគ្នាទេបាទសាច់ឈាមអីល្មមមកលេងទឹកភ្លៀងល្មមមកជ្រុបបាទនេះគឺគូរងឯកបាទគូរងឯកអញ្ចឹងសម្រាប់ការប្រកួតនេះនឹងធ្វើឡើងនៅម៉ោង12រសៀលនៅខ្មែរត្រូវនឹងម៉ោង2នៅជប៉ុនអញ្ចឹងបងប្អូននៅជប៉ុនកុំភ្លេចជួយមកគាំទ្រផងបាទការប្រកួតនេះហើយនេះបាទបងប្អូនអើយម្នាក់នេះគ្រាន់តែខ្សែក្រវ៉ាត់នៅknock out គាត់ប្រមូលអស់2 3ហើយបាទជាជើងឯកទាំង kick boxing និងបដាល់សេរីកម្ពស់ 1.75 ម៉ែត្របាទកីឡាករជប៉ុនម្នាក់នេះធ្លាប់ប្រកាសក្តែងថាចង់ជួបជាមួយគុណខ្មែរឥឡូវបាទថោនដាក់ឲ្យហើយប៉ះជាមួយនឹងសាច់សល្អកែសែនរដេតបាទប្រកួតគីឡូ55កងចេញមករៀម3ទឹកតោះបងប្អូនបន្ទាប់ពីមើលមៀតមើលកពស់មើលកពសាច់ឈាមមកបងប្អូនរំពឹងថាតើគុណខ្មែរយើងអាចឈ្នះបានប្រមាណពិសេសនោះតើអាចយកបុណ្យនេះបានអត់ព្រោះថាការប្រកួតនេះគេប្រកួតជាក្រុមអញ្ចឹង5នាក់បាទមួយក្រុមអញ្ចឹងតើតែយើងឈ្នះចាប់ពី3គូឡើងទៅបានទឹកប្រាក់គេហៅថា1លានយេននេះយ៉ាងណាមិញខ្ញុំមកជាមួយកីឡាករខ្ញុំឃើញថាកីឡាករគាត់ខំប្រឹងណាស់បងប្អូនអញ្ចឹងកុំភ្លេចបាទជួយលើកទឹកចិត្តដល់កីឡាករគុណខ្មែរយើងម្នាក់មួយផងដៃគូរ៉ាដេតនេះខ្ពស់ជាងបន្តិចតាមិនអីទេបងប្អូនបាទស្អែកនេះជ្រុបមិនតែម្ដងទៀតអាយ៉ាគេទាញមកឆាត់ចរិតស័កទាញមកចរិតស័កこれじゃなくてもう少し広がって少しずつずると思ってちょっと気持ちもう少し広がってくださいこれで自分の対戦相手5នេះតែស្អែកទៅ5គូហ្នឹងឯងបងណាខ្មែរទៅជប៉ុនសុទ្ធ自分の対戦相手face up はい、取りますよ。control ទាំងអស់គ្នាមកはい、じゃあチームジャパンからチームジャパンっていうかチームノックアウトからあれ何時出発でしたっけ？14時半。